ក្នុងខណៈពេលនេះពុកម៉ែបងប្អូនយើងមានបាទសង្ឃឹមវិញហើយបាទក្រោយពីបាទប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបាទគឺលោកដូណាល់ត្រាំបានប្រាប់ពិភពលោកថាបាទថៃគឺជាអ្នកចាប់ផ្ដើមបង្កសង្គ្រាមមុនបាទមកលើប្រទេសកម្ពុជាពុកម៉ែបងប្អូនបាទលោកដូណាល់ត្រាំបាទប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលែងនិយាយបែបការទូតឬក៏តាមផ្លូវបាទកណ្ដាលដូចមុនទៀតហើយបាទគឺពេលនេះបានបាទប្រកាសចំតែម្ដងថាថៃបាទប្រទេសសៀមគឺបាទជាភាគីចាប់ផ្ដើមបង្កសង្គ្រាមឬក៏បាទបង្កចំនួនផ្ទុះអាវុធមកមុនជាមួយនឹងប្រទេសកម្ពុជាពុកម៉ែបងប្អូនបាទពេលនេះគឺបាទលោកដូណាល់ត្រាំបាទប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺបានចេញមកហើយបាទដោយនិយាយបែបនេះបាទក្នុងបាទពិធីប្រកាសដាក់ចេញផែនការថ្មីសម្រាប់កងទ័ពជើងទឹកអាមេរិកក្នុងរដ្ឋបាទ Florida គឺនៅថ្ងៃទី22ធ្នូឆ្នាំ2025បាទត្រូវនឹងថ្ងៃទី23ខែធ្នូនៅកម្ពុជាបាទគឺលោកបាទប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺលោកត្រាំបានថ្លែងដូចនេះថាបាទប្រទេសសៀមគឺជាអ្នកចាប់ផ្ដើមកែប្រែអរិយាប័ត្រប្រសើរជាងមុនបាទក្នុងចំនួនជាមួយនឹងបាទប្រទេសកម្ពុជាអ្នកដឹងទេបាទថៃគឺជាអ្នកចាប់ផ្ដើមបង្កសង្គ្រាមមុនបាទមកលើប្រទេសកម្ពុជាថៃគឺជាអ្នកបាទចាប់ផ្ដើមសង្គ្រាមបាទសារជាថ្មីម្ដងទៀតអញ្ចឹងមានន័យថាបងការពីលើកទី1នោះគឺបាទប្រទេសថៃគឺបង្កសង្គ្រាមមកលើបាទប្រទេសកម្ពុជាហើយលើកទី2នេះបាទគឺលោកដូណាល់ត្រាំក៏ទទួលស្គាល់ហើយដែរថាបាទគឺប្រទេសបាទថៃឬក៏ចៅសៀមនោះគឺបាទគឺនៅតែបន្តបាទសង្គ្រាមបាទបាញ់ផ្លោកមកលើបាទប្រទេសកម្ពុជាដដែលពុកម៉ែបងប្អូនបាទទោះបីជាយ៉ាងណាលោកត្រាំបាទប្រធានាធិបតីរបស់អាមេរិកនៅតែនិយាយសម្ដៅទៅកាន់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគឺលោកបាទម៉ាកូរ៉ូប៊ីអូថាអាមេរិកមានលក្ខខណ្ឌល្អដែលអាចបញ្ឈប់សង្គ្រាមនេះបានពុកម៉ែបងប្អូនបាទនេះគឺជារឿងដែលល្អមែនទែនដែលលោកត្រាំបាទប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបាននិយាយដូច្នេះបាទជាការកត់សម្គាល់ការនិយាយចំរបស់បាទលោកត្រាំនាពេលនេះគឺចំពេលដែលយោធាថៃគឺបានបាទបាញ់ឬក៏វាយប្រហារនិងឈ្លានពានមកលើប្រទេសកម្ពុជាបាទគឺកាន់តែខ្លាំងឡើងពុកម៉ែបងប្អូនបាទនៅពេលដែលលោកត្រាំបាននិយាយបែបនេះគឺថៃបាទពិតជាក៏ឃ្លានខ្លាំងមែនទែននៅតែបន្តបាញ់មុខលើកម្ពុជាយ៉ាងសន្ធាប់ថែមទៀតផងពុកម៉ែបងប្អូនបាទលោកតារាមរួមទាំងបណ្ដាប្រទេសដទៃទៀតកាន់តែអំពាវនាវឲ្យបញ្ឈប់យោធាថៃដោយការវាយប្រហារកម្ពុជាកាន់តែលើសដើមហើយអ្វីដែលធ្ងន់ធ្ងរនោះគឺយោធាថៃបានបាញ់ផ្លោកជាមួយនឹងអាវុធធនធ្ងន់ជាមួយនឹងអាវុធកំភ្លើងដៃគ្រប់ប្រភេទបាទមកលើកម្ពុជាកាន់តែខ្លាំងហើយអ្វីដែលបាទធ្ងន់ទៀតនោះគឺបាទគឺមិនរើសគោលដៅនេះទេពុកម៉ែបងប្អូនបាទថៃគឺបាញ់ស្រោចមកលើប្រទេសកម្ពុជាគឺពីការតែម្ដងបាទគឺមិនរើសគោលដៅថាទីតាំងណាមួយនោះទេគឺជុំវិញបាទប្រទេសកម្ពុជាបាទមានខេត្តឧត្តរមានជ័យបាទបន្ទាយមានជ័យសៀមរាបបាត់ដំបងអីហ្នឹងគឺបាទថៃបាទបាញ់មិនរើសនោះទេបាទសូម្បីតែភូមិឋានទីលំនៅផ្ទះសម្បែងរបស់ពលរដ្ឋបាទជនស៊ីវិលគឺថៃបាទគឺបាញ់ចូលមកអស់ហើយពុកម៉ែបងប្អូនបាទហើយថែមទាំងខ្ទេចជាមួយនឹងសាលារៀនផ្ទះសម្បែងប្រជាពលរដ្ឋផ្លូវថ្នល់ដែលកម្ពុជាបាទជាមួយនឹងចិនបានសាងសង់ពេលនេះបាទគឺថៃបានបំផ្លាញអស់ច្រើនខ្លាំងមែនទែនបាទលោកដូណាល់ត្រាំជាមួយនឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីបងប្អូនមានថាលោកដូណាល់ត្រាំជាមួយនឹងបាទលោកអាន់វ៉ាអ៊ីប្រាហ៊ីមជាមួយនឹងរដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីបាទដែលត្រូវបាទកាន់តំណែងជាប្រធានបាទអាស៊ានរហូតដល់ផុតឆ្នាំ2025នេះបាទគឺជាតួអង្គសំខាន់ដែលចូលរួមធ្វើកិច្ចអន្តរាគមន៍ម្ដងហើយម្ដងទៀតដើម្បីបងប្អូនដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសកម្ពុជាជាមួយនឹងបាចៅសៀមពុកម៉ែបងប្អូន
បាទលោកត្រាំជាមួយនឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទបានជួយជំរុញរហូតបង្កើតបាននៅបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងបាទកម្ពុជាជាមួយនឹងថៃផងដែរបាទនៅមានតួអង្គជាច្រើនផ្សេងទៀតពុកម៉ែបងប្អូនដូចជាបាទមហាអំណាចបាទរបស់ចិនជាដើមបាទចិនគឺបានបញ្ជូនបេសកជនពិសេសមកកម្ពុជាថៃដោយផ្ទាល់បាទដើម្បីជួយបាទសម្របសម្រួលប្រទេសទាំងពីរឲ្យវិលមករកនៅបាទសន្តិភាពបាទដូចដើមវិញពុកម៉ែបងប្អូនបាទពិតជាបាទអរគុណជាមួយនឹងបាទសហរដ្ឋអាមេរិកជាមួយនឹងចិនបាទជាមួយនឹងបាទប្រធានអាស៊ានបាទគឺបាទលោកអ៊ីប្រាហ៊ីមបាទប្រធានអាស៊ានដែលកាន់តំណែងក្នុងឆ្នាំ2025នេះគឺបាទប្រទេសម៉ាឡេស៊ីពុកម៉ែបងប្អូនហើយគាត់នឹងមកបញ្ចប់បាទអាណត្តិគាត់នៅចុងឆ្នាំ2025នេះហើយពុកម៉ែបងប្អូនបាទបន្ថែមពីនេះបាទរដ្ឋមន្ត្រីការបរទេសអាស៊ានទើបតែបើកកិច្ចប្រជុំពិសេសដើម្បីរួមគ្នារកដំណោះស្រាយបងប្អូនបើការពីថ្ងៃទី22ម្សិលមិញត្រូវនឹងខែធ្នូនេះគឺមានការបើកកិច្ចប្រជុំបាទអាស៊ានដើម្បីបាទរកដំណោះស្រាយជូនមកប្រទេសកម្ពុជាជាមួយនឹងថៃបាទដើម្បីឲ្យមានបទឈប់បាញ់បាទទោះបីជាប្រឹងប្រែងពីទូអង្គបាទទាំងនោះក្តីរាប់ទាំងក្នុងតំបន់អាស៊ានទាំងក្នុងបាទក្នុងនិងក្រៅអាស៊ានបងប្អូនតែយោធាថៃគឺនៅតែបន្តបងប្អូនគឺនៅតែបន្តបាញ់បោះមកលើប្រទេសកម្ពុជាបាត់ដដែលហ្នឹងហើយពុកម៉ែបងប្អូនរីឯយោធាកម្ពុជាគ្មានជំរឿអ្វីក្រៅបាទពីការពីខ្លួនដើម្បីកុំឲ្យបាត់បង់ទឹកដីនោះទេបាទកម្ពុជារាល់ថ្ងៃគឺបាទស្រឡាញ់នៅសិទ្ធិសន្តិភាពពុកម៉ែបងប្អូនប៉ុន្តែមិនដឹងថាធ្វើយ៉ាងម៉េចមានតែបាទការពីខ្លួនបាទគឺមានតែបាញ់ឆ្លងទៅវិញទៅមកទេពុកម៉ែបងប្អូនប៉ុន្តែថៃបាទប្រើជាមួយនឹងយន្តហោះចម្បាំង F16 ជាមួយនឹងបាទយុទ្ធក្រោះគ្រប់ប្រភេទចូលមកបាទទីលំនៅរបស់ប្រជាពលរដ្ឋខ្មែរមិនថែមទាំងបោកបាញ់បាទធ្វើឲ្យខូចបាទសម្បត្តិសាធារណៈទេគឺថែមទាំងលួចរបស់របររបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផងពុកម៉ែបងប្អូនហើយចាប់តាំងពីបាទថៃបោកបាញ់មកលើបាទទឹកដីនៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលនេះគឺបាទមានរយៈពេល17ទៅ18ហើយបងប្អូន17ទៅ18ថ្ងៃហើយចាប់តាំងពីថ្ងៃទី7ឈានចូលថ្ងៃទី28ចាប់តាំងពីថ្ងៃទី7និងថ្ងៃទី8បាទឥឡូវនេះគឺចូលដល់ថ្ងៃទី23ហើយគឺថៃនឹងមិនទាន់ឈប់នៅទេបងប្អូនទោះបីជាមានការអន្តរាគមន៍ពីមហាអំណាចពិភពលោកថៃជាបាទអាមេរិកជាមួយនឹងចិនក៏ដោយពុកម៉ែបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាននិងស្ដាប់នៅព័ត៌មានមួយនេះ